càng ít thơ lẻ ở bên khơi là tập hoa khơi ấy sao mấy trong hôn nó lại sao bà thua mình Oh no. chưa chập á thì tới ở chưa chập đài về để lừa một đòn á nè chả chỉ tôi tới dương miên này nè thơ ca miên là o miên là rõ nè cho nên về để bê đây áo dương cổ chả chưa chập đài bàn tay thử đăng thaในក្នុងក្រុមហ៊ុនមួយគឺគេត្រូវការរកប្រាក់ចំណូលអញ្ចឹងដើម្បីទទួលបានប្រាក់ចំណូលតើតែមានលទ្ធផលបើអត់លទ្ធផលទេគឺត្រូវមាត់ហើយអញ្ចឹងនៅក្នុងក្រុមហ៊ុនគឺគេប្រកាន់ខ្ជាប់អទាំង3ហើយអចុងក្រោយគឺតតែយើងតល់បានយើងប្រើតែទី1ហ្នឹងគឺមានន័យថា result អញ្ចឹងរាល់ result ទាំងអស់គឺបុគ្គលិកគ្រប់ស្ថាប័នគ្រប់ផ្នែកគឺត្រូវតែមានចាអញ្ចឹងហើយបានយើង set KPI ទាំងអស់គ្នាប្រចាំឆ្នាំណាអញ្ចឹងជារៀងរាល់ឆ្នាំគេមើលថាលទ្ធផលយើងទទួលបានអីខ្លះទី2គឺreason ចាជាទូទៅមិនថាឋានៈណាទេបើសិនជាយើងអត់មានហេតុផលច្បាស់លាស់ថាហេតុអីបានយើងធ្វើអត់បានហេតុអីបានយើងធ្វើបានចាលទ្ធផលហ្នឹងគឺសំដៅទៅលើ report ហ្នឹងឯងអញ្ចឹងក្នុង team មួយក្រុមមួយផ្នែកមួយហ្នឹងគឺគួរតែមានហេតុផលគួរតែមាន report ច្បាស់លាស់ថាតើហេតុអីបានយើងធ្វើបានដល់ប៉ុណ្ណឹងហេតុអីបានយើងធ្វើអត់បានហើយចុងក្រោយគេចាគឺ resign ហើយអញ្ចឹងតែយើងនិយាយហេតុផលមិនកើតគេមិនស្ដាប់ reason អត់មាន result ក៏អត់មានអញ្ចឹងមានតែយើង resign បាយហើយ